សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីសត្វមួយដែលមនុស្សជាច្រើនស្គាល់ថាជានិមិត្តសញ្ញានៃអំណាចសេរីភាពភាពក្លាហាននិងចក្ខុវិស័យសត្វនោះគឺឥន្ទ្រីតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សយកឥន្ទ្រីធ្វើជានិមិត្តសញ្ញារបស់ប្រទេសកងទ័ពអង្គការនិងអ្នកដឹកនាំជាច្រើនមូលហេតុគឺព្រោះឥន្ទ្រីមានលក្ខណៈពិសេសជាច្រើនដែលអាចបង្រៀនយើងអំពីជីវិតតាំងពីសម័យបុរាណមកឥន្ទ្រីត្រូវបានមនុស្សគោរពនៅក្នុងវប្បធម៌បុរាណមួយចំនួនវាត្រូវបានភ្ជាប់ជាមួយអំណាចរបស់ព្រះរាជវង្សនិងអ្នកដឹកនាំនៅរ៉ូមបុរាណរូបឥន្ទ្រីក៏ត្រូវបានប្រើជានិមិត្តសញ្ញាសំខាន់របស់កងទ័ពប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមិនមែនត្រឹមតែប្រវត្តិរបស់វាទេអ្វីដែលយើងអាចរៀនពីឥន្ទ្រីគឺរបៀបដែលវារស់នៅនិងប្រើប្រាស់សមត្ថភាពរបស់ខ្លួនចំណុចទី1ឥន្ទ្រីមានចក្ខុវិស័យឆ្ងាយឥន្ទ្រីអាចសង្កេតមើលតំបន់ធំទូលាយពីលើមេឃហើយស្វែងរកចំណីរបស់វាមិនមើលតែអ្វីដែលនៅជិតខ្លួនប៉ុណ្ណោះទេនេះជាមេរៀនសម្រាប់យើងក្នុងជីវិតបើយើងមើលតែបញ្ហាដែលកំពុងកើតឡើងនៅថ្ងៃនេះយើងអាចបាត់បង់ទិសដៅប៉ុន្តែបើយើងមានចក្ខុវិស័យយើងអាចមើលឃើញថាតើយើងចង់ទៅណាក្នុងរយៈពេល1ឆ្នាំ5ឆ្នាំឬ10ឆ្នាំខាងមុខកុំឲ្យបញ្ហាថ្ងៃនេះធ្វើឲ្យអ្នកភ្លេចគោលដៅថ្ងៃស្អែកចំណុចទី2ឥន្ទ្រីមិនប្រើកម្លាំងដោយឥតប្រយោជន៍ទេនៅពេលហោះហើរវាអាចប្រើចរន្តខ្យល់ដើម្បីជួយឲ្យវាឡើងខ្ពស់និងហោះបានយូរដោយមិនចាំបាច់បកស្លាបជានិច្ចនេះក៏ជាមេរៀនសំខាន់សម្រាប់មនុស្សដែរមនុស្សជាច្រើនធ្វើការខ្លាំងប៉ុន្តែមិនមានទិសដៅពួកគេចំណាយពេលនិងថាមពលលើរឿងជាច្រើនប៉ុន្តែមិនបាននាំខ្លួនឯងទៅជិតគោលដៅការខិតខំគឺសំខាន់ប៉ុន្តែការខិតខំក្នុងទិសដៅត្រឹមត្រូវសំខាន់ជាងចំណុចទី3ឥន្ទ្រីមានភាពអត់ធ្មត់ពេលស្វែងរកចំណីវាមិនចាំបាច់ប្រញាប់ប្រញាល់គ្រប់ពេលទេវាអាចសង្កេតមើលហើយរងចាំពេលសមស្របក្នុងជីវិតរបស់យើងក៏ដូចគ្នាពេលខ្លះយើងមិនត្រូវការរត់លឿនជាងគេទេយើងត្រូវការរងចាំឱកាសដែលត្រឹមត្រូវនិងត្រៀមខ្លួនឲ្យរួចរាល់ការរងចាំដោយមានគោលដៅមិនមែនជាការខ្ជិលទេវាជាយុទ្ធសាស្ត្រចំណុចទី4ឥន្ទ្រីមានក្រញាំនិងចំពោះដ៏រឹងមាំវាត្រូវការសមត្ថភាពទាំងនេះដើម្បីការពារខ្លួននិងស្វែងរកអាហារសម្រាប់មនុស្សកម្លាំងរបស់យើងមិនមែនមានតែសាច់ដុំទេកម្លាំងពិតប្រាកដអាចជាចំណេះដឹងវិន័យភាពក្លាហានការអត់ធ្មត់និងសមត្ថភាពក្នុងការសម្រេចចិត្តអ្នកអាចមិនមានអ្វីគ្រប់យ៉ាងនៅថ្ងៃនេះប៉ុន្តែអ្នកអាចបង្កើតកម្លាំងរបស់ខ្លួនបន្តិចម្ដងបន្ទងជារៀងរាល់ថ្ងៃហើយចំណុចចុងក្រោយឥន្ទ្រីហោះខ្ពស់នៅពេលយើងមើលឥន្ទ្រីហោះនៅលើមេឃវាធ្វើឲ្យយើងគិតអំពីសេរីភាពនិងការមើលឃើញពិភពលោកពីកម្រិតខ្ពស់នេះមិនមានន័យថាយើងត្រូវគេចចេញពីបញ្ហាទេវាមានន័យថាកុំឲ្យបញ្ហារបស់អ្នកคล้ายជាពិភពលោកទាំងមូលរបស់អ្នកបញ្ហាមួយអាចធំសម្រាប់អ្នកនៅថ្ងៃនេះប៉ុន្តែបើអ្នកឡើងមួយកម្រិតហើយមើលវាពីចម្ងាយអ្នកអាចរកឃើញដំណោះស្រាយដែលអ្នកមិនធ្លាប់ឃើញពីមុនដូច្នេះបើថ្ងៃនេះអ្នកកំពុងជួបការលំបាកកុំគិតថាជីវិតរបស់អ្នកចប់ហើយចូលចងចាំពីឥន្ទ្រីមើលឲ្យឆ្ងាយរក្សាគោលដៅកុំខ្ជះខ្ជាយថាមពលអត់ធ្មត់រងចាំឱកាសហើយពេលឱកាសមកដល់ចូលហ៊ានហោះជីវិតមិនត្រូវបានកំណត់ដោយកន្លែងដែលអ្នកកំពុងឈរនៅថ្ងៃនេះទេវាត្រូវបានកំណត់ដោយទិសដៅដែលអ្នកសម្រេចចិត្តហោះទៅខ្ញុំសូមបញ្ចប់កម្មវិធីថ្ងៃនេះដោយប្រយោគមួយកុំរស់នៅដោយមើលតែបញ្ហានៅក្រោមជើងចូលលើកក្បាលឡើងមើលឲ្យឆ្ងាយហើយហ៊ានហោះទៅរកកម្ពស់ដែលអ្នកចង់បាន